លូហ្វានគ្រាន់តែជាអ្នកនេសាទម្នាក់សោះហេតុអីបានជាថៅកែធំនៅទីក្រុងពេញចិត្តគេម្ល៉េះអគ្គនាយកស៊ូលូហ្វានគ្រាន់តែជាមនុស្សអត់ការងារធ្វើម្នាក់ប៉ុណ្ណោះដែលគេអាចរកបានសាច់ព្រៃល្អគឺដោយសារតែនៅលើភ្នំមានរបស់ល្អច្រើនអ្នកមើលចុះមិនសហការជាមួយខ្ញុំធានាថានឹងរករបស់ល្អបំផុតជូនអ្នកមែនហើយសៀវហៃរបស់យើងអាចទុកចិត្តបានជាងអសត្វរិឆានលូហ្វាននោះទៅទៀតអគ្គនាយកស៊ូលូហ្វានអាចមានឈ្មោះបោះសម្លេងធំបែបនេះគឺដោយសារតែពួកយើងផ្ដល់ឱកាសឲ្យគេពិតមាត់ខ្ញុំបានបញ្ជូនព្រានព្រៃចាស់រាប់សិបនាក់ចូលទៅក្នុងភ្នំតែមិនបានអ្វីសោះហ៊ានអួតធំបែបនេះពួកល្ងងតកូលូនេះប្រហែលជាមិនធ្លាប់ចូលភ្នំផងយ៉ាងមិនដែរលោកលូយោពមល្អណាស់ចុះហត់ភ្លេខាទៅបាទលោកតាលោកយាយជំនួញល្អបែបនេះមិនអាចឲ្យគេទៅត្រូវតែជារបស់ខ្ញុំអ្នកប្រញាប់ឲ្យគេប្រគល់វាមកខ្ញុំមកបានសៀវហៃចៅរងចាំសិនទៅយាយនឹងឲ្យគេប្រគល់វាឥឡូវនេះហើយឈប់សិនមិនយូរទេអីប្រញាប់ប្រគល់ជំនួញនេះឲ្យសៀវហៃទៅអញដែលចេះតែលួចបន្លំនិងខ្ជិលច្រអូសបែបនេះមិនអាចទទួលជំនួញធំបែបនេះបានប្រញាប់ប្រគល់វាមកកំពុងនិយាយជាមួយអញនឹងមិនយូរទេអីធ្វើថ្លង់មែនទេនៅហ៊ានរីរាំងទៀតអាសត្វត្រិឆានអុកតញោលេងដៃខ្ញុំប្រាប់ឲ្យអញលេងដៃបន្ទាប់មកឲ្យអគ្គនាយកស៊ូប្រគល់កិច្ចសហការនេះឲ្យសៀវហៃបើមិនអញ្ចឹងទេចាប់ពីពេលនេះទៅអញលែងជាចៅរបស់លូពីងរ៉ានទៀតហើយល្អឯងនិយាយថាម៉េច